បាទនៅចឹងនៅក្នុងលំហាត់នេះខ្ញុំនឹងធ្វើអារូបនេះអារូបឈរហ្នឹងយើងអាចធ្វើវាឲ្យត្រង់បានតើអញ្ចឹងរបៀបធ្វើយើងបើយើងអត់ចេះក្បួនធ្វើយើងអាចធ្វើបែបចេះសម្រាប់អ្នកគាត់យើងចូលកន្លែងobject select នេះមកយើងចុចនៅលើយើងយកនេះ laser មកយើង select viewport ជុំវិញមកបាទអញ្ចឹងនៅពេលដែលយើងអត់ចេះធ្វើវាយើងអាចចុចcontrol T មកគឺចុចមកស្ដាំ web នេះឃើញអញ្ចឹងយើងទាញចាទាញចាយើងទាញអញ្ចឹងវាអត់ស្អាតណាអញ្ចឹងគេអត់ទាញបែបហ្នឹងទេតើអញ្ចឹងរបៀបនៃការធ្វើអញ្ចឹងដំបូងឡើងគឺយើងចូលនៅក្នុង quick object select ហ្នឹងមកយើងគូសយក laser មកនេះណាតើយើង select viewport ជុំវិញមកបាទviewport ជុំវិញមកហើយបន្តមកទៀតមកយើងចូល select នេះសិនតែម្ដងទៀតបាទអញ្ចឹងមកយើងចុច Ctrl J មក copy វាណាពី Ctrl J មកតែបើយើង Ctrl J បានហើយយើងលុបអាផ្ទាំងនេះណាលុបអាផ្ទាំងនេះតែនេះសនេះចោលណាអញ្ចឹងយើងចូលមកស្ដាំនៅលើខាងលើមកយើងយកពាក្យថា select pixel select ចាំមកយើងយកមកចុចក្នុង layer background នេះមកដោះសោចេញណាអូខេបើคลิกមកដោះសោចេញមកតមកទៀតនោះយើងចូលទៅក្នុង select យកពាក្យថា modify expand ដាក់លេខ10ចឹងមកចឹងណាហើយយើងចុចមកស្ដាំមកយើងចុចពាក្យថា delete and fill selection អញ្ចឹងយើងលុបបាត់ហើយនេះយើងលុបបាត់អ្នកសផ្ទាំងសហើយណាបានប៉ុណ្ណឹងមកយើងចូលទៅសេរីអាប្លង់លើមកអញ្ចឹងយើងចូលលើ layer ហ្នឹងមកយើងចូលកន្លែង edit យើងយកពាក្យថា puppet ណា puppet web ចេញផ្ទាំងមកចាអញ្ចឹងយើងចុចចាក់ឆ្អឹងឲ្យវាចាក់ទៅនេះមួយមកចាក់ទៅនេះមួយទៀតមកយើងចាក់ឲ្យវាកតាបចាក់ចុងនេះមួយចឹងចាក់នេះខ្ញុំចឹងមកហើយអានេះខ្លួននេះយើងចាក់ចុងនេះមួយមកដើម្បីវាទប់អាចចាក់ឆ្អឹងហើយយើងចាប់ប្រឡោះកដាស្មានេះមកពេលទាញវាចុចដាក់វាចេញសញ្ញាក្បាលព្រួយមកទាញចេញមកនេះអូខេចឹងខាងលើនេះខ្ញុំអាចទាញឲ្យវាទៀបតិចមកក៏បានដែរវាផុតតិចមកបាទព្រោះអានេះយើងតែយើងថតហើយក្បាលនេះយើងចង់ទាញទៅចុចឡើងនេះមួយមកយើងអាចចុចទាញងើយទៅទីក្បាលនេះពើងទ្រង់យកក្បាលនេះកំពើងពេកមកបានមកប៉ុណ្ណឹងមកណាឃើញត្រង់ផ្លឹងបាទអញ្ចឹងហាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអរគុណចា៎